ai đom lùi kiểm tiêu bộ mục nghĩa xã thiện nạ ASEAN nâng ASEAN bốc bay ai đom lùi kiểm tiêu lúc sầy mình tây tròn khu nâng chôn mông cônในประเทศสมาชิกASEAN bốc bay nâng lịch hạtการทานASEAN ai đom lùi kiểm tiêu lúc sầy chỉ tìm tây cái này khi ông bật chim miên sẽ gây sóng nó đi đại bàn mà chú rùm chú mùi ai đom lúc kiểm tiêuក្នុងពិធីបើកវេទិកាស្ដីពីអភិបាលកិច្ចល្អក្រមមូលបត្រអ្នកវិនិយោគសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងក្នុងនាមក្រសួងមុខងារសាធារណៈកម្ពុជាគណៈកម្មការរៀបចំនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូទាំងអស់ដែលមានវត្តមាននៅព្រឹកនេះក្នុងចំណោមកម្មវិធីជាច្រើននៃសប្តាហ៍នេះវេទិកានាថ្ងៃនេះមានលក្ខណៈពិសេសដាច់ដោយឡែកដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមការគិតគូរជាយុទ្ធសាស្ត្រនិងការបដិញ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាននិងអាស៊ានបូក3ក្នុងការជំរុញការកែតម្រង់និងការធ្វើទំនើបកម្មវិស័យមុខងារសាធារណៈឲ្យកាន់តែមានភាពធន់បត់បែនអ្នកវិនិយោគនិងបង្កល់ផលប្រយោជន៍ប្រជាជនជាស្នូលលើសពីជំនួបផ្លូវការវេទិកានេះក៏ជាឱកាសសម្រាប់ការពិគ្រោះយោបល់ការផ្លាស់ប្ដូរបទពិសោធន៍និងឧត្តមមានវត្តរវាងអ្នកអនុវត្តផ្ទាល់អ្នករៀបចំគោលនយោបាយអ្នកផ្តល់សេវាសាធារណៈនិងអ្នកជំរុញកំណែទម្រង់ក្នុងន័យនេះវេទិកានេះគឺជាកន្លែងដែលស្មារតីសហប្រតិបត្តិការដ៏រឹងមាំរបស់យើងក្នុងវិស័យរដ្ឋបាលសាធារណៈត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងការងារប្រចាំថ្ងៃដែលបម្រើឧត្តមប្រយោជន៍និងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនមូលហេតុនៃការរៀបចំវេទិកានេះឡើងគឺមានភាពច្បាស់លាស់និងចំពេលវេលាសមស្របទៅនឹងបរិបទបច្ចុប្បន្នពិតណាស់គោលបំណងសំខាន់របស់យើងគឺការលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរពលគឺមានសមត្ថភាពឆ្លើយតបនឹងតម្រូវការនិងបំណងប្រាថ្នារបស់ប្រជាជនកិច្ចការងារនេះផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសសរស្តម្ភសហគមន៍សង្គមនិងវប្បធម៌អាស៊ានដែលតម្កល់ប្រជាជនជាស្នូលក្នុងការកសាងសហគមន៍អាស៊ានហើយត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ានបូក3ដែលពង្រីកការផ្លាស់ប្ដូរចំណេះដឹងបច្ចេកវិទ្យានិងឧត្តមមានវត្តនៅទូទាំងតំបន់អាយដាមលោកជំទាវលោកស្រីជាទីមេត្រីក្នុងរយៈពេលកន្លងមកកិច្ចសហប្រតិបត្តិការអាស៊ាននិងអាស៊ានបូក3ស្ដីពីកិច្ចការងារមុខងារសាធារណៈបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងវិស័យរដ្ឋបាលសាធារណៈដែលមានស្តង់ដារខ្ពស់ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់យើងទោះជាយ៉ាងណាក្តីរដ្ឋបាលសាធារណៈក៏កំពុងសម្របខ្លួនទៅនឹងបរិបទនៃការវិវត្តថ្មីក៏ដូចជាបញ្ហាប្រឈមដែលនឹងកំពុងកើតឡើងដូចជាគម្លាតនៃសមត្ថភាពស្ថាប័នធនធានមនុស្សបច្ចេកវិទ្យាក្របខ័ណ្ឌច្បាប់និងគោលនយោបាយមុខងារសាធារណៈជាដើមជាមួយគ្នានេះការវិវត្តឡើងឆាប់រហ័សនៃវិទ្យាសាស្ត្របច្ចេកវិទ្យាបញ្ញាសម្បនិម្មិតបរិវត្តកម្ម Digital ក៏ដូចជាការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈបាននឹងកំពុងដាក់សម្ពាធឲ្យយើងត្រូវតែបន្តអភិវឌ្ឍខ្លួនដោយឥតឈប់ឈរលើសពីនេះបរិបទអន្តរជាតិដែលកំពុងប្រែប្រួលយ៉ាងស្មុគស្មាញរួមទាំងមានភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចសកលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយវិបត្តិថាមពលនិងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោកជាកត្តាដែលទាមទារឲ្យយើងត្រូវមានការត្រៀមខ្លួនជានិច្ចក្នុងន័យនេះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលបំពេញគ្នាឲ្យគ្នានិងជំរុញគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសជិតជាសមាជិកអាស៊ាននិងប្រទេសអាស៊ានបូក3គឺពិតជាមិនអាចខ្វះបាននោះទេកិច្ចការងារនេះទាមទារឲ្យយើងប្រកាន់យកអភិក្រមសហគមន៍ទាំងមូលដើម្បីចាប់យកឱកាសដោះស្រាយបញ្ហាប្រឈមនិងស្វែងរកដំណោះស្រាយដែលជារួមនិងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពគុណភាពនិងប្រកបដោយអ្នកវិនិយោគដើម្បីប្រែក្លាយផែនការនៅលើក្រដាស
ឲ្យคล้ายទៅជាផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាពលរដ្ឋយើងត្រូវធានាឲ្យមានការអនុវត្តពិតប្រាកដនិងប្រកបដោយប្រសិទ្ធភាពការអនុវត្តជាក់ស្ដែងតែជួបប្រទះនឹងការលំបាកនិងទាមទារនឹងការលះបង់ខ្ពស់ដែលនេះហើយជាមូលបទសំខាន់សម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍នៅក្នុងវេទិកានេះព្រឹកនេះចូលលើស្មារតីនេះកិច្ចពិភាក្សានឹងការផ្លាស់ប្ដូរទស្សនៈរបស់យើងត្រូវបានរៀបចំជុំវិញប្រធានបទសំខាន់ចំនួន3ទី1ការអនុវត្តប្រកបដោយអ្នកវិនិវត្តក្នុងការផ្តល់សេវាសាធារណៈទី2ការប្រើប្រាស់បច្ចេកវិទ្យា Digital ជាជលករសម្រាប់ការផ្តល់សេវាសាធារណៈនិងទី3និន្នាការថ្មីនិងដំណោះស្រាយប្រកបដោយអ្នកវិនិវត្តក្នុងការផ្តល់សេវាសាធារណៈប្រធានបទនៃការចែករំលែកទាំង3នេះបង្ហាញពីដំណើរពេញលេញនៃអ្នកវិនិវត្តចាប់ពីការអនុវត្តដែលបាននឹងកំពុងផ្ដល់លទ្ធផលជាក់ស្ដែងរហូតដល់មូលដ្ឋានគ្រឹះ Digital ដែលគ្រប់គ្រងអនុវត្តនិងនិន្នាការថ្មីដែលនឹងកំណត់បរិបទនៃការផ្ដល់សេវាសាធារណៈនាពេលអនាគតខ្ញុំសូមលើកទឹកចិត្តដល់អង្គវេទិកាទាំងមូលឲ្យចាត់ទុកបទបង្ហាញទាំងនេះជាចំណុចចាប់ផ្ដើមសម្រាប់ការស្វែងយល់ការពិភាក្សាបន្ថែមនិងការផ្លាស់ប្ដូរបទពិសោធន៍ដែលអាចបង្កើតបានជាលទ្ធផលប្រកបដោយផ្លែផ្កានិងមាននិរន្តរភាពបន្ទាប់ពីវេទិកានេះចប់អាយដាមលោកជំទាវលោកស្រីជាទីមេត្រីឆ្លៀតក្នុងឱកាសនេះដើម្បីជាការចែករំលែកបទពិសោធន៍និងឧត្តមមានវត្តខ្ញុំសូមលើកឡើងដោយសង្ខេបអំពីដំណើរការវិវត្តនៃការកែតម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាកំណែតម្រង់រដ្ឋបាលសាធារណៈមិនមែនជាកិច្ចការងារថ្មីនោះទេប៉ុន្តែជាដំណើរការជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងពីការងារនិងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាហើយដែលត្រូវបានដាក់ចេញឲ្យអនុវត្តជាបន្តបន្ទាប់អស់រយៈពេលជាង3ទសវត្សរ៍មកហើយចាប់តាំងពីអន្លង់ពេលទសវត្សរ៍ឆ្នាំ1990កម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀតកំពុងត្រៀមខ្លួននិងខិតខំពីសមត្ថភាពដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់និងសកលរបៀបវិរៈនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាគឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលត្រូវបានដាក់ចេញក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានកំណត់យកការកែតម្រង់និងការពង្រឹងអភិបាលកិច្ចជាស្នូលក្នុងន័យនេះខ្ញុំសូមលើកឡើងអំពីការដ្ឋានកំណែតម្រង់រដ្ឋបាលសាធារណៈដែលក្រសួងមុខងារសាធារណៈកំពុងជំរុញដឹកនាំដើម្បីកសាងសេដ្ឋកិច្ចទំនើបនិងប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ2050យើងត្រូវការរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតសមនិងតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរាជរដ្ឋាភិបាលនេតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនិងបន្តជំរុញការកែតម្រង់រដ្ឋបាលសាធារណៈជាគោលដៅអត្ថិភាពស្របតាមអភិក្រមចក្រភាពនៃប្រព័ន្ធទូអង្គតែមួយដែលកំពុងត្រូវបានជំរុញអនុវត្តយ៉ាងសកម្មនិងត្រូវបានប្រកាន់ខ្ជាប់នៅការពន្លឿនរបៀបវិរៈជាយុទ្ធសាស្ត្ររបស់រដ្ឋដើម្បីជំរុញការអនុវត្តការងារនេះឲ្យបានស័ក្តិសិទ្ធិភាពរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែតម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនេតិកាលទី7នៃរដ្ឋសភាដោយមានក្រសួងមុខងារសាធារណៈជាលេខាធិការដ្ឋាននិងមានភារកិច្ចជំរុញការអនុវត្តវិធានការគន្លឹះចំនួន3រួមមានវិធានការគន្លឹះទី1ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណធម៌បរិយាបន្ននិងប្រសិទ្ធភាពក្នុងអាណត្តិនេះយើងបានរៀបចំដោយជោគជ័យនៃការប្រឡងប្រជែងជ្រើសរើសដែលមានស្តង់ដារកាន់តែខ្ពស់ចំនួន58លើកដោយអនុលោមតាមនិយមនីតិប្រតិបត្តិស្តង់ដាររួមសម្រាប់តម្រូវការមន្ត្រីជិត 9,000 នាក់ក្នុងនោះមានបេក្ខជនពេញសិទ្ធិចូលរួមប្រឡងប្រជែងសរុប 15,500 នាក់និងមាននៅក្នុងចំណោមបេក្ខជនដែលដាក់ពាក្យសរុបប្រមាណ 29,600 នាក់ទូទាំងប្រទេសកម្រិតនៃការចូលរួមដ៏ច្រើននេះបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍និងដំណើរការដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ
អ្នកវិនិវត្តសំខាន់មួយក្នុងចំណោមអ្នកវិនិវត្តនេះគឺការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះឈ្មោះប្រឡងប្រជែងដែលបានបើកទូលាយឲ្យកាន់តែមានការចូលរួមប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនវ័យក្មេងដែលមានសមត្ថភាពរបស់យើងដោយធានាបាននៅកលានុវត្តភាពស្មើៗគ្នានិងប្រកបដោយយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់មិនថាពួកគេនៅទីប្រជុំជនឬក៏នៅទីជនបទនោះទេវិធានការកលឹះទី2ការពង្រឹងសមត្ថភាពនិងសមត្ថកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពលើសពីការបណ្ដុះបណ្ដាលធនធានមនុស្សយើងកំពុងតែកែសម្រួលឡើងវិញរបៀបដែលរាជរដ្ឋាភិបាលដំណើរការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័នថ្នាក់ជាតិត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅគោលដៅគឺដើម្បីដោះស្រាយភាពត្រួតគ្នានិងស្ទួនគ្នានៃមុខងារសម្រួលនីតិវិធីនិងពន្លឿនបដិវត្តកម្ម Digital នៃរដ្ឋបាលសាធារណៈវិធានការកលឹះទី3ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសុគតភាពសមធម៌និងចីរភាពយើងកំពុងផ្លាស់ប្ដូរពីទម្រង់បែបប្រពៃណីទៅរកការលើកទឹកចិត្តមន្ត្រីជាប់ជាប្រចាំឲ្យបំពេញការងារកាន់តែលឿនប្រកបដោយប្រសិទ្ធភាពនិងបរិយាកាសប្រព័ន្ធលើកទឹកចិត្តនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញនិងរក្សាទុកធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដនៅពេលមន្ត្រីសាធារណៈទទួលបានវិវត្តនឹងការលើកទឹកចិត្តដោយស្មារតីផ្អែកលើសមិទ្ធកម្មប្រជាពលរដ្ឋនឹងទទួលបានការផ្ដល់សេវាដែលកាន់តែរហ័សនិងជឿទុកចិត្តបានប្រកបណាស់គ្រប់អ្នកវិនិវត្តទាំងអស់ដែលតែងតែមានកត្តាមនុស្សជាតួអង្គស្នូលរាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីប្រៀបដូចជាមូលធនដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលនិងវិនិយោគជាប្រចាំលើការពង្រឹងសមត្ថភាពពុទ្ធិជំនាញវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈកត្តាមនុស្សនិងប្រព័ន្ធត្រូវបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកក្នុងន័យនេះការបង្កើតនៃផលិតភាពការងាររបស់រដ្ឋបាលសាធារណៈត្រូវផ្ដោតលើអត្ថិភាពគន្លឹះចំនួន5រួមមានមនុស្សប្រព័ន្ធយន្តការវប្បធម៌ការងារស្ថាប័នបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យើងមិនមែនកើតឡើងដោយឯងនោះទេពលគឺបណ្ដាប្រទេសផ្សេងទៀតក៏មានបទពិសោធន៍ក្នុងការអនុវត្តការកែតម្រង់ដើម្បីពង្រឹងសមត្ថភាពនិងភាពប្រកួតប្រជែងរបស់ខ្លួនដូចគ្នាទាំងនេះជាមេរៀនដែលយើងរំពឹងថានឹងត្រូវបានពិភាក្សាចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងវេទិកានេះតាមរយៈបទពិសោធន៍របស់មិត្តអាស៊ាននិងបណ្ដាប្រទេសបូក3អនុញ្ញាតឲ្យខ្ញុំវិលត្រឡប់មកទស្សនវិស័យថ្នាក់ជាតិមកកាន់ទស្សនវិស័យនៃកម្រិតតំបន់របស់យើងវិញដំណើររបស់កម្ពុជាគឺជាករណីមួយក្នុងចំណោមករណីជាច្រើននៅទូទាំងតំបន់ហើយប្រទេសនីមួយៗមានបទពិសោធន៍និងអ្នកវិនិវត្តរៀងៗខ្លួនអ្វីដែលចង់ភ្ជាប់យើងទាំងអស់គ្នានៅទូទាំងតំបន់អាស៊ាននិងបណ្ដាប្រទេសបូក3អាស៊ានបូក3នោះគឺបំណងប្រាថ្នារួមសម្រាប់សេវាសាធារណៈប្រកបដោយអ្នកវិនិវត្តបរិយាបន្ននិងទទួលបាននៃជំនឿទុកចិត្តពីប្រជាជនតាមរយៈសសរស្តម្ភសហគមន៍សង្គមវប្បធម៌អាស៊ាននិងកិច្ចសហប្រតិបត្តិការ ACCSM និង ACCSM បូក3កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិទាំងនេះត្រូវបានបញ្ចូលគ្នាទៅជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តំបន់ដែលគោលដៅចុងក្រោយគឺជាការរួមចំណែកដល់ការសម្រេចបាននៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045អាយដាមលោកជំទាវលោកស្រីជាទីមេត្រីមុននឹងចាប់ផ្ដើមនៅវេទិកាពិភាក្សាខ្ញុំសូមស្នើសុំការផ្លាស់ប្ដូរមតិយោបល់ចែករំលែកនៅបទពិសោធន៍ចេញពីការអនុវត្តទាំងភាពជោគជ័យសមិទ្ធផលបញ្ហាប្រឈមនិងមេរៀនដែលបានឆ្លងកាត់កន្លងមករួមជាមួយនឹងការជំរុញឲ្យមានភាពធៀបចូលផ្សារភ្ជាប់នឹងការអនុវត្តឲ្យស្របតាមបរិបទនៃបណ្ដាប្រទេសនីមួយៗការជួបជុំនិងការផ្លាស់ប្ដូរនៅក្នុងវេទិកា
នឹងក៏នឹងចូលរួមពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀតក្នុងនោះគុណតម្លៃដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការ ACCSM និង ACCSM បុក3គឺអាស្រ័យលើជំនឿទុកចិត្តនិងការកសាងមិត្តភាពរវាងថ្នាក់ដឹកនាំនិងមន្ត្រីនៃប្រទេសសមាជិកទាំងអស់ក្នុងការបម្រើប្រជាជននិងប្រទេសជាតិរៀងៗខ្លួនខ្ញុំសូមជូនពរដល់អង្គវេទិកាទាំងមូលសូមទទួលបាននៃលទ្ធផលជាផ្លែផ្កានិងសូមជូនពរដល់គណៈប្រពូទាំងអស់សូមទទួលបាននៅភាពរីករាយនិងអនុស្សាវរីយ៍ល្អៗនៃឱកាសនៃការស្នាក់នៅក្នុងខេត្តសៀមរាបនៃប្រជាជាតិកម្ពុជានិងទីក្រុងអច្ឆរិយៈខ្ញុំសូមប្រកាសបើកវេទិកាស្ដីពីអភិបាលកិច្ចក្រោមមូលបត់អ្នកវិនិយោគសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងចាប់ពីពេលនេះតទៅសូមអរគុណ